បាទសួស្តីអ្នកនរគ្នាថ្ងៃនេះយើងមានមេរៀនថ្មីទៀតហើយទាក់ទងជាមួយនឹង Excel របស់យើងបាទកាលពីវីដេអូមុនអ្នកនរគ្នាបានសិក្សារួចមកហើយទាក់ទងជាមួយនឹងផ្ទាំង worksheet របស់យើងទាក់ទងជាមួយនឹង title bar ribbon bar name box formula bar ហើយជាមួយនឹង worksheet area shift tab ហើយជាមួយនឹង starter bar ជាដើមបាទអញ្ចឹងថ្ងៃនេះយើងនឹងសិក្សាតាក់ទងជាមួយនឹង home tab ដែលសន្តិដ្ឋនៅក្នុង ribbon bar បាទអញ្ចឹងមុនឈានទៅដល់មេរៀនរបស់យើងខ្ញុំចង់ឲ្យអ្នកទាំងអស់ស្គាល់ថាអ្វីទៅជា home tab បាទ Home Tab គឺជា tab ដែលចាប់ផ្ដើមដំបូងគេនិងជា tab សំខាន់ជាងគេក្នុងការងារប្រើប្រាស់ប្រចាំថ្ងៃបាទអញ្ចឹងតាក់ទងជាមួយនឹង Home Tab វាមាន tool សំខាន់ជាច្រើនដូចជា formatting editing alignment set style clipboard font និង number format ជាដើមបាទអញ្ចឹងអ្វីដែលខ្ញុំធ្វើការលើកឡើងមុនហ្នឹងអានឹងតាក់ទងជាមួយនឹងយមន័យតាក់ទងជាមួយនឹង Home Tab អញ្ចឹងអ្នកនរគ្នាប្រកាសជាបានយល់និងស្គាល់ខ្លះតាក់ទងជាមួយនឹង Home Tabបាទអញ្ចឹងខ្ញុំធ្វើការសង្ខេបបន្តទៀតតាក់ទងជាមួយនឹងអ្វីខ្លះដែលជាមុខងាររបស់ Home Tab បាទអញ្ចឹងនៅក្នុង Home Tab វាចែកចេញជាមុខងារសំខាន់ចំនួន7ក្រុមបាទក្រុមទាំង7មានដូចជាក្រុមទី1 Clipboard Group ក្រុមទី2 Font Group ក្រុមទី3 Alignment Group ក្រុមទី4 Number Group ក្រុមទី5 Style Group ក្រុមទី6 Share Group និងក្រុមទី7ហៅថា Editing Group ខ្ញុំធ្វើការសង្ខេបតាក់ទងជាមួយនឹងតួនាទីនិងមុខងារទៅតាមក្រុមនីមួយៗថាតើក្រុមនីមួយៗមានតួនាទីអ្វីខ្លះបាទអញ្ចឹងយើងមកសង្ខេបតាក់ទងជាមួយនឹងមុខងារក្រុមទី1មុនគេហៅថា Clipboard Group អញ្ចឹង Clipboard Group មានតួនាទីក្នុងការកាត់ទិន្នន័យពី cell មួយទៅ cell មួយឬក៏ copy ពី cell មួយទៅ cell មួយឬក៏ធ្វើការផាសទិន្នន័យពី cell មួយទៅ cell ផ្សេងទៀតបាទអញ្ចឹងចំណែកក្រុមទី2យើងហៅថា Font Group អញ្ចឹងតាក់ទងជាមួយនឹង Font Group វាមានតួនាទីឬក៏មុខងារទី1ក្នុងការកែប្រែទៅលើ style អក្សរកំណត់ទំហំអក្សរឬក៏ធ្វើការចាក់ពណ៌ទៅលើអក្សររបស់យើងបន្ថែមពីនោះក៏យើងអាចធ្វើការបង្កើតស៊ុំជុំវិញ cell របស់យើងផងដែរបាទអញ្ចឹងយើងមកដល់ក្រុមទី3តាក់ទងជាមួយនឹង Alignment Group អញ្ចឹង Alignment Group វាមានតួនាទីក្នុងការឲ្យយើងធ្វើការតម្រឹមអក្សរឆ្វេងស្ដាំឬក៏តម្រឹមកណ្ដាលជាដើមបន្ថែមពីនោះក៏វាអនុញ្ញាតឲ្យយើងធ្វើការ merge cell របស់យើងពី cell ច្រើនមក cell តែមួយបាទអញ្ចឹងយើងមកដល់តាក់ទងជាមួយនឹងក្រុមទី4ហៅថា Number Group អញ្ចឹង Number Group យើងអាចកំណត់តាក់ទងជាមួយនឹងប្រភេទលេខនៅក្នុង cell របស់យើងឲ្យបំលែងទៅជាតួលេខដែលមានប្រភេទជា currency ឬក៏ជា date ឬក៏ជាតាក់ទងជាមួយនឹងភាគរយអីជាដើមបាទមុននេះគឺជាផ្នែកទី4ឥឡូវយើងមកចូលមកដល់ក្រុមទី5តាក់ទងជាមួយនឹង Style Group ដែលនៅក្នុងក្រុមនេះដែលវាមានតួនាទីក្នុងការបង្ហាញពណ៌ cell ដោយស្វ័យប្រវត្តិឬក៏ការបំលែងទិន្នន័យរបស់យើងទៅជាតារាងអ្វីមួយឬក៏បង្កើតគំរូតាក់ទងជាមួយនឹង Style Cell ស្រាប់ៗនៅក្នុងកម្មវិធី Excelបាទអញ្ចឹងយើងមកដល់ក្រុមទី1ហៅថា Cell Group អញ្ចឹង Cell Group វាអនុញ្ញាតឲ្យយើងធ្វើការបន្ថែមតាក់ទងជាមួយនឹង column របស់យើងឬក៏ row របស់យើងក៏អាចធ្វើការលុបឬធ្វើការកំណត់តាក់ទងជាមួយនឹងទំហំរបស់ column របស់យើងឬក៏ row របស់យើងផងដែរពីនេះទៅទៀតអ្នកទាំងអស់គ្នាក៏អាចធ្វើការលាក់ឬក៏បង្ហាញតាក់ទងជាមួយនឹង column ឬក៏ row របស់អ្នកទាំងអស់គ្នាផងដែរបាទអញ្ចឹងយើងមកដល់ក្រុមចុងក្រោយហើយដែលហៅថា Editing Group អញ្ចឹង Editing Group វាមានមុខងារឲ្យយើងធ្វើការ auto sum ឬក៏ធ្វើការ clear ទិន្នន័យរបស់យើងឬក៏ធ្វើការ sort ឬក៏ filter ទៅលើ data របស់យើងផងដែរបាទដោយអ្វីដែលខ្ញុំធ្វើការសង្ខេបខ្លីៗមុននេះអានេះក៏ជាមុខងារសំខាន់ខ្លះទៅតាមក្រុមនីមួយៗអញ្ចឹងខ្ញុំនឹងធ្វើការលម្អិតតាក់ទងជាមួយនឹងក្រុមនីមួយៗនៅវីដេអូក្រោយទៀតអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកនរគ្នាដែលបានធ្វើការតាមដានវីដេអូខ្ញុំតាំងពីដើមរហូតដល់ចប់